នៅថ្ងៃទី18 ខែមេសា ឆ្នាំ1925 ប្រជាជនភូមិក្រាំងលាវបានជ្រៀតជ្រែកចូលវាយសម្លាប់លោករ៉េស៊ីដង់បាដេសជាតំណាងអាណានិគមបារាំងដែលបានមកប្រមូលពន្ធតើហេតុអ្វីបានជាប្រជាជនវាយសម្លាប់លោករ៉េស៊ីដង់បាដេសភូមិក្រាំងលាវជាភូមិប្រពៃណីមួយស្ថិតនៅក្នុងឃុំក្រាំងលាវស្រុកវាលផ្អៀងខេត្តកំពង់ឆ្នាំងដែលល្បីល្បាញដោយប្រវត្តិសាស្ត្រវប្បធម៌និងជីវភាពកសិកម្មហើយក៏ជាភូមិដែលបង្ហាញពីស្នាមប្រេះពីអតីតកាលផងដែរភូមិនេះស្ថិតនៅភាគខាងលិចទីក្រុងកំពង់ឆ្នាំងមានចម្ងាយប្រហែល14គីឡូម៉ែត្រដើម្បីទៅកាន់ភូមិនេះយើងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ5ទៅខាងលិចដល់ផ្លូវបំបែកច្រកចូលពលានយន្តហោះខេត្តត្រូវបត់តាមផ្លូវបេតុងជាបន្តមុននឹងទៅដល់ភូមិនេះយើងត្រូវឆ្លងកាត់ផ្លូវគ្រូក្រហមប្រហែលជា2គីឡូម៉ែត្របន្ទាប់មកក៏លេចទៅមើលខាងស្ដាំដៃនឹងឃើញចេតិយចំណាស់មួយធំល្មមកម្ពស់ប្រហែល3ម៉ែត្រនៅពីមុខចេតិយមានរូបចម្លាក់ស្ត្រីម្នាក់ធ្វើពីស៊ីម៉ង់ដៃកាន់ដំបងនៅក្រៅរបងវត្តបាឡាំងរាំងសីហៅវត្តក្រាំងលាវទីនេះហើយគឺជាភូមិក្រាំងលាវហើយតើរូបចម្លាក់នោះជានរណាហើយចេតិយជារបស់នរណាប្រវត្តិសាស្ត្រនេះបានចារទុកជាដំណរដល់កូនចៅជំនាន់ក្រោយគឺការតស៊ូប្រឆាំងបះបោរនឹងអាណានិគមបារាំងក្នុងកំឡុងឆ្នាំ1925ដែលគេនោះប្រទេសកម្ពុជាស្ថិតនៅក្រោមការត្រួតត្រារបស់បារាំងបានទាបពន្ធដារត្រាភាស៊ីហួសហេតុធ្វើឲ្យប្រជាជនខ្មែររងទុក្ខវេទនារកប្រាក់បង់ពន្ធឲ្យបារាំងពុំបានហើយនេះហើយទើបកើតមានចលនាតស៊ូដើម្បីទាមទារសិទ្ធិសេរីភាពមកវិញបើយោងតាមឯកសារដែលសរសេរនៅលើស្លាកធំមួយជាប់នឹងចេតិយបាដេសមានខ្លឹមសារសង្ខេបថាព្រឹត្តិការណ៍ដែលបានកើតឡើងគឺនាសម័យអាណានិគមនិយមបារាំងដែលហេតុការណ៍ដំបូងគឺចំនួនរវាងនឹងប៊ីជាមួយនឹងបារាំងឈ្មោះបាដេសដោយនៅគ្រានោះរ៉េស៊ីដង់បារាំងបានបង្គាប់បញ្ជាឲ្យមេឃុំក្រាំងលាវឈ្មោះប៉ាល់ប្រមូលអ្នកភូមិទាំងអស់មកសាលាឃុំដើម្បីបង់ពន្ធអ្នកដែលគ្មានប្រាក់បង់ពន្ធត្រូវបានបាដេសបញ្ជាឲ្យកងសន្តិសុខចាប់50ថ្ងៃធ្វើជាចំណាប់ខ្មាំងដើម្បីឲ្យក្រុមគ្រួសាររកប្រាក់មកលុះទៅរួចខ្លួននាងប៊ីគឺជាភរិយាជនជាប់ពន្ធម្នាក់ឈ្មោះសិតបានអង្វរកឲ្យបារាំងដោះលែងប្តីខ្លួនដោយសន្យាថានឹងរកប្រាក់មកបង់ពន្ធឲ្យគ្រប់ចំនួនតែត្រូវបានបារាំងបាដេសបដិសេធដោយតម្រូវឲ្យយកប្រាក់មកលុះជាមុនសិនទើបដោះលែងមិនត្រឹមតែប៉ុណ្ណោះថែមទាំងប្រើពាក្យសម្ដីមិនគួរសមតេះដៀលមើលងាយមើលថោកខុសប្រមាណតែអ្នកភូមិនៅតែទ្រាំអត់ធ្មត់នឹងការប្រមាថនេះក្រោយមកដោយអស់លទ្ធភាពក្នុងការអង្វរកបាដេសឲ្យដោះលែងប្តីខ្លួនពុំបាននាងប៊ីបានខ្ចីបលប្រាក់គេដើម្បីមករំលោភប្តីក្រោយបង់ប្រាក់ឲ្យបាដេសគ្រប់ចំនួនហើយបាដេសនៅតែមិនព្រមដោះលែងប្តីគាត់ទៀតស្រាប់តែចលនាប្រជាពលរដ្ឋនៅជិតនោះផ្ទុះកំហឹងព្រោះគ្នាវាសម្លាប់បារាំងឈ្មោះបាដេសព្រមទាំងអ្នកបកប្រែម្នាក់ឈ្មោះសួននិងអង្គរៈម្នាក់ទៀតឈ្មោះឡាចស្លាប់បាត់ទៅរួចយកសាកសពអ្នកទាំង3នោះមកកលើគ្នានៅចំណុចធ្វើចេតិយសពថ្ងៃលេខមកមើលព្រឹត្តិការណ៍ក្រោយពីបានសម្លាប់រ៉េស៊ីដង់បាដេសនិងអ្នកបកប្រែម្នាក់ទៀតឈ្មោះសួនព្រមទាំងទាហានរក្សាស្រុកម្នាក់ទៀតឈ្មោះឡាចអ្នកភូមិបានចាក់ចេញពីភូមិរត់ទៅពងក្នុងព្រៃដើម្បីរត់គេចខ្លួនពីការតាមចាប់របស់អាជ្ញាធរបារាំងជនដៃដល់ខ្លះបានរួចខ្លួនហើយអ្នកភូមិដែលត្រូវចាប់បានគឺត្រូវបញ្ជូនទៅឃុំខ្លួននៅកោះត្រឡាចក្រោយពីព្រឹត្តិការណ៍ដែលប្រជាពលរដ្ឋជួបកំហឹងសម្រាប់រ៉េស៊ីដង់បារាំងព្រមទាំងអ្នកបកប្រែទាំងពីរនាក់មិនដល់10ថ្ងៃផងក៏មានការប្រកាសពីព្រះមហាក្សត្រខ្មែរក្រោមគំនុំផ្ដើមរបស់បារាំងបន្លាយរហោះលេខាបដូរឈ្មោះពីភូមិក្រាំងលាវទៅជាភូមិព្រះរាជានវិញព្រោះគេបានសន្មតថាពួកបាតកោជាសត្វព្រះរាជានមិនស្គាល់ខុសមិនស្គាល់ត្រូវហ៊ានសម្លាប់លោកធំបារាំងចំណែកឯរដ្ឋការបារាំងនៅតែបញ្ជាឲ្យតាមចាប់អ្នកភូមិបះបោរនិងមេខ្លោងបន្តទៀតក្រោយមកក៏បានចាប់ជនដៃដល់ម្នាក់ក្នុងចំណោម18នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន15ឆ្នាំហើយគាត់ក៏ពេញចិត្តចំពោះការទទួលទោសមួយនេះផងដែរតែអ្វីដែលគាត់មិនយល់ព្រមនោះគឺព្រះមហាក្សត្រព្រះបាទស៊ីសុវត្ថិបានឡាយព្រះហស្ថបដូរពីឈ្មោះភូមិក្រាំងលាវទៅជាភូមិព្រះរាជានវិជាការក្រោយមកប្រមាណ7ឆ្នាំក៏មានការអន្តរាគមន៍ពីព្រះមហាក្សត្រមួយអង្គរបស់ព្រះហ្លួងស៊ីសុវត្ថិទើបមានព្រះរាជប្រកាសឲ្យលុបឈ្មោះពីភូមិព្រះរាជានមកជាភូមិក្រាំងលាវវិញនៅថ្ងៃទី9ខែមេសាឆ្នាំ1926ឈ្មោះភូមិព្រះរាជាននេះជាមរតករបស់អាណានិគមបារាំងនៅចុងសតវត្សទី19ឆ្លងតាមការរៀបរាប់ខាងលើក៏ដូចជាភស្តុតាងដូចជាចេតិយបុរាណនៅភូមិក្រាំងលាវ
ប្រជាពលរដ្ឋនៅភូមិក្រាំងលាវរូបសំណាករូបថតរបស់លោកយាយប៊ីនិងការនិយាយឈ្មោះក្នុងរដ្ឋឆាននេះពិតជាឆ្លុះបញ្ចាំងឲ្យយើងឃើញនូវសោកនាដកម្មអនុស្សាវរីយ៍ដ៏ល្បឿនជូរចត់អំពីការសងសឹកយ៉ាងអមនុស្សធម៌របស់បារាំងមកលើប្រជាពលរដ្ឋនៅភូមិក្រាំងលាវក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងមូល